ប៉ុន្តែចោះចកខ្មៅនោះនៅតែបន្តដេញតាមគាត់ហើយមិនបោះបង់ជីវិតគាត់ឡើយឃើញដូច្នេះបរិសុទ្ធធាត់សាច់ម្ដងទៀតហើយចំអោយគាត់ថាតើនេះជាចករបស់អ្នកឬដែលអ្នកពឹងផ្អែកលើកម្លាំងវាដើម្បីមកយកឈ្នះខ្ញុំគិតថាប្រសិនបើមានសត្វខ្សោយបំផុតនៅក្នុងព្រៃនេះនោះមានតែសត្វរបស់អ្នកប៉ុណ្ណោះហើយវាមិនមានឱកាសបំបែកការការពាររបស់ខ្ញុំបានទេអ្នកបានអញ្ជើញមរណភាពរបស់ខ្លួនឯងដោយមករំខានខ្ញុំប៉ុន្តែពេលនោះហុងធាននិយាយទៅគាត់ថាអ្នកបានមើលងាយពួកយើងខ្លាំងពេកហើយគាត់ប្រាប់ម៉ូយីឲ្យបង្ហាញវេទមន្តរបស់គាត់បន្ទាប់ពីនិយាយចប់ម៉ូយីរត់ទៅមុខដោយល្បឿនលឿនខ្លាំងវាប្រហារចកខ្មៅដោយក្រញាំរបស់គាត់ហើយត្រឡប់មកវិញភ្លាមឃើញដូច្នេះបរិសុទ្ធធាត់ក៏ភ្ញាក់ផ្អើលហើយនិយាយថាវាអាចទៅរួចបានដូចម្ដេចកញ្ជ្រោងតូចនេះច្បាស់ជាស្ថិតនៅថ្នាក់ទី5មួយប៉ុន្តែក្រញាំរបស់វាក៏ស្ដាងដែរតែហេតុអ្វីបានជាវាអាចប៉ះពាល់ដល់សត្វរបស់ខ្ញុំច្បាស់ណាស់មានអ្វីមិនប្រក្រតីជាមួយមនុស្សទាំងនេះពួកគេច្បាស់ជាកំពុងលាក់អ្វីមួយបន្ទាប់ពីនិយាយចប់គាត់បញ្ជាឲ្យចកខ្មៅវាប្រហារហើយកញ្ជ្រោងសកបព្យាយាមវាទៅវិញផងដែរប៉ុន្តែខ្ចកនិងកញ្ជ្រោងទាំងពីរបានរុញគ្នាចេញវិញម្ដងទៀតនៅខាងម្ខាងទៀតយើងឃើញថាពេលដែលកញ្ជ្រោងសទទួលបានពន្លឺព្រះច័ន្ទវាចាប់ផ្ដើមផ្លាស់ប្ដូរយ៉ាងភ្លាមភ្លាត់ពីកញ្ជ្រោងតូចមួយវាប្រែក្លាយទៅជាកញ្ជ្រោងយក្សមួយឃើញដូច្នេះបរិសុទ្ធធាត់ភ្ញាក់ផ្អើលខ្លាំងហើយនិយាយថានេះគឺជាកញ្ជ្រោងពន្លឺព្រះច័ន្ទនៃថ្នាក់ទី9ខ្ញុំមិនអាចជឿបានថាកញ្ជ្រោងនេះបានឈានដល់កម្រិតខ្ពស់បំផុតរបស់វាហើយទេហុងធានពិតជាមនុស្សឆ្លាតខ្លាំងណាស់គាត់បានលាក់រឿងជាច្រើនប្រសិនបើថ្ងៃនេះខ្ញុំមិនបានប្រយុទ្ធជាមួយគាត់ទេប្រហែលជាខ្ញុំមិនអាចដឹងពីសភាពពិតរបស់គាត់ឡើយបន្ទាប់ពីនិយាយចប់បរិសុទ្ធធាត់ប្រាប់ហុងធានថាពួកយើងក្រុងនឹងប្រកួតគ្នាបន្ទាប់ពីប៉ុន្មានថ្ងៃទៀតហេតុអ្វីមិនប្រយុទ្ធនៅទីនេះថ្ងៃនេះតែម្ដងទៅថ្ងៃនេះអ្នកនឹងស្លាប់នៅក្នុងដៃខ្ញុំបន្ទាប់មកគាត់ប្រើកម្លាំងទាំងអស់របស់ចកខ្មៅហើយយើងឃើញថាអូរ៉ាដ៏ខ្លាំងក្លាមួយកើតចេញពីរាងកាយចកខ្មៅហុងធានយល់ថាគាត់កំពុងត្រៀមធ្វើការវាយប្រហារសម្រាប់ក្នុងពេលនោះចកខ្មៅរត់ទៅជិតកញ្ជ្រោងស្ដោយល្បឿនលឿនខ្លាំងហើយពេលដែលវាកំពុងត្រៀមវាយប្រហារហុងធានបានហៅកញ្ជ្រោងវិញឃើញដូច្នេះបរិសុទ្ធធាត់និយាយថាកុំឲ្យកញ្ជ្រោងនេះមានឱកាសដកដង្ហើមឡើយបន្ទាប់មកចកខ្មៅបន្តដេញតាមនិងវាយប្រហារកញ្ជ្រោងជាបន្តបន្ទាប់ប៉ុន្តែកញ្ជ្រោងសឡើងទៅលើដើមឈើបរិសុទ្ធធាត់ញឹមហើយនិយាយថាកញ្ជ្រោងសរបស់អ្នកកំពុងព្យាយាមលាក់ខ្លួនប្រហែលវាកំពុងខ្លាចស្លាប់ឬដូច្នេះកញ្ជ្រោងចុះមកវិញហើយវាប្រហារចកខ្មៅភ្លាមប៉ុន្តែចកខ្មៅបានទប់វាហើយគប់វាចេញដោយក្រញាំដ៏មានកម្លាំងដោយសារតែនេះកញ្ជ្រោងបានរងរបួសហើយពេលហុងធានទាញកាំបិតចេញចកខ្មៅក៏វាប្រហារហុងធានផងដែរឃើញដូច្នេះបរិសុទ្ធធាត់ញឹមហើយនិយាយថាថ្ងៃនេះនកទាំងពីរនឹងស្លាប់ជាមួយគ្នាប៉ុន្តែនៅពេលនោះពួកបានផ្លាស់ទីចេញហើយពន្លឺព្រះច័ន្ទធ្លាក់ចុះដោយផ្ទាល់លើកញ្ជ្រោងដោយសារតែនេះធម្មពលរបស់វាឡើងដល់កម្រិតកំពូលហើយរបួសរបស់វាក៏ជាសះស្បើយវិញផងដែរឃើញដូច្នេះបរិសុទ្ធធាត់ឈួតទាំងស្រុងហើយស្រែកថាលឿនឡើងខំកណ្ដាលរបស់កញ្ជ្រោងសើឲ្យខ្លាំងប៉ុន្តែក្នុងពេលនោះកញ្ជ្រោងបានប្រើអំណាចទឹកកករបស់វាដើម្បីគ្រប់គ្រងចកខ្មៅក្នុងពេលតែមួយហុងធានប្រាប់ឲ្យវាប្រើបច្ចេកទេសកាំបិតពេលនោះកញ្ជ្រោងវាប្រហារចកខ្មៅដោយដាវធម្មពលដ៏ខ្លាំងក្លាចេញពីក្រញាំរបស់វាបណ្ដាលឲ្យចកខ្មៅរងរបួសបន្ទាប់ពីនេះយើងឃើញសត្វកំហុនត្រៃមួយបង្ហាញខ្លួនហើយវាបានស្រូបយកព្រលឹងរបស់បរិសុទ្ធធាត់ទាំងស្រុងហុងធានភ្ញាក់ផ្អើលខ្លាំងហើយនិយាយថានេះគឺជាសត្វកំហុនត្រៃដូចគ្នានឹងអ្វីដែលស្ថិតនៅក្នុងរាងកាយរបស់ខ្ញុំប្រសិនបើយើងមិនឈ្នះការប្រយុទ្ធនេះទេប្រហែលជាយើងនឹងមានចុងបញ្ចប់ដូចបរិសុទ្ធនោះថ្ងៃនេះបន្ទាប់ពីនិយាយចប់គាត់មើលទៅកាន់ទ្រព្យសម្បត្តិរបស់គាត់ហើយចាប់ផ្ដើមដើរទៅរកវាភ្លាមគាត់ឃើញគ្រីស្តាល់ពណ៌លឿងមួយហើយភ្ញាក់ផ្អើលនិយាយថានេះគឺជាគ្រីស្តាល់ព្រលឹងខ្ញុំមិនអាចជឿបានថាយើងអាចទទួលបានទ្រព្យដ៏មានតម្លៃបែបនេះឡើយចូលចេញពីទីនេះទៅយើងយឺតពេលហើយបន្ទាប់ពីនិយាយចប់ពេលគាត់កំពុងចាក់ចេញស្រាប់តែអរិយនៅខាងក្នុងរាងកាយរបស់គាត់ត្រូវបានធ្វើឲ្យសកម្មហើយនៅទីនេះវគ្គនេះក៏បញ្ចប់ត្រឹមនេះ